ban miếp xua tôi sẽ chôn cũng mai bằng ôn video này trong bằng hai pi được biết bằng cái email ở bàn trầm trầu này bằng ôn nè hay xong phải chạm tích email bao nhiêu sầm khăn nè bằng ôn nè cứ sầm khăn mền tên tên mà đo nè bằng ôn để lấy đi nhầm bằng hai pi được biết bằng cái account Google Gmail và sầm rạp rạp này ta về sầm khăn dạng bệnh ở bằng ôn môi trầm nuôn và hai chia quạt mình bàn dọc chật tục đặt từ lừa cả bằng cái Gmail ở bàn trầm trầu thì còn mình khơi chập ở rong từ lừa Gmail thì quạt pra TikTok quạt pra Facebook quạt pra YouTube quạt pra ấy xinh đà bản đàn trường cùng xinh tại quạt mình chập ở rong từ lừa email Gmail song khăn ấy lớp hiện tại bằng ôn tích tha song khăn chiên kế cứ account Gmail anh Gmail ai login Facebook bằng cái Facebook TikTok nhé nâng bản đài sử dụng xem chỉ tràn tiết room tiền vô với tập ra chỉ mùi nâng ép thần nhị kia xem bàn phòng đài hơi nâng cho mua chỉ mùi nâng cam thi website nhé đài sử dụng nâng ép bà ép xem tiết đại bằng ôn bằng cái account pra bằng ôn trâu ca pra email bà trâu ca email sầm khăn bà Gmail anh bà sân chỉ bằng ôn bằng cái email hơi bằng ôn click password email rồi gặp bạch bong được email bằng ôn có miền này tha bằng ôn trâu bạch bóng ở Facebook bạch bong TikTok nâng bạch bong nữ kiện này này xem rồi bỏ appឬក៏បណ្ដាញសង្គមផ្សេងទៀតផងដែរបាទពីព្រោះថាកម្មវិធីទាំងអស់ហ្នឹងគេប្រើប្រាស់ជាមួយនឹង email យកទៅ login នោះឯងរួមទាំង Facebook ផងដែរអញ្ចឹងហើយបានបងប្អូនមួយចំនួនឧស្សាហ៍បាត់ Facebook គាត់បាត់ថ្មីដោយសារតែរឿងគាត់ភ្លេច email ចាស់បាទភ្លេច email ចាស់គាត់ទិញទូរស័ព្ទមួយអញ្ចឹងទៅប្រើគេបង្កើតឲ្យណាប្រើគេបង្កើត Facebook ឲ្យហ្នឹងហើយគាត់អត់ទៅចងចាំថា email គាត់ហ្នឹងឈ្មោះអីអត់ចាំ password email ឈ្មោះអីក៏អត់ចាំទេគាត់ចាំតែ Facebook គាត់ទៅបានហើយដល់តែពេលទូរស័ព្ទគាត់ខូចគាត់បាត់ Facebook ទៅទិញទូរស័ព្ទថ្មីបង្កើត Facebook ថ្មីអញ្ចឹងមានអ្នកខ្លះហ្នឹងaccount Facebook 20 30 account តែឯងប៉ុន្តែសួរប្រើបានប្រើបានតែមួយនឹងឯងអាផ្សេងភ្លេចអស់ហើយដោយសារបញ្ហារឿង email អញ្ចឹងសំខាន់បំផុតគឺ email ណាបងប្អូនចង់ប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀតក៏ត្រូវការ email បងប្អូនចង់ប្រើប្រាស់ app ផ្សេងដូចជា AI ឬក៏ app ផ្សេងក៏ប្រើ email រួមទាំងធនាគារដូចខ្ញុំនិយាយអញ្ចឹងសំខាន់បំផុត email បង្កើត email ឲ្យបានត្រឹមត្រូវហើយចងចាំ password វាឲ្យបានច្បាស់លាស់ណាការពារគេលួចគណនីបណ្ដាញសង្គមផ្សេងឬក៏ធនាគាររបស់យើងអានឹងសំខាន់ណាស់បងប្អូនណាដូចគ្នាផងដែរសម្រាប់អ្នកប្រើប្រាស់នៅ channel YouTube បើសិនជាមិនយកចិត្តទុកដាក់ទៅលើ email ឲ្យបានត្រឹមត្រូវទេមិនបាច់បង្កើត YouTube ទេណាបាច់បង្កើត YouTube ទេតោះឥឡូវខ្ញុំចូលមកកុំឲ្យថានិយាយវែងពីក្រចូលចូលនេះបងប្អូនបើបង្កើត email បងប្អូនបើឆ្លាញ់មួយណាបើមួយនេះនេះ UC browser នេះក៏បាន Chrome នេះក៏បានឬក៏ Firefox ក៏បានឬក៏ Google Chrome នេះអញ្ចឹងខ្ញុំបើក Google Chrome ណាបើអញ្ចឹងឲ្យបងប្អូនវាឲ្យ sign in អានេះបើវាឲ្យ sign in នេះមានន័យថាយើងបង្កើត account ហើយប៉ុន្តែបើយើងមិនទាន់បង្កើត account ទេយើងចុចរកមើលពាក្យថា create នេះបងប្អូននេះ create new account ឃើញទេបាទ create new account អញ្ចឹងយើងចុចលើពាក្យ create new account ណាឲ្យបានត្រឹមត្រូវមកហើយជម្រាបសួរទៀតបង្កើត for my personal use my channel ឬក៏ for my business ណាបង្កើតហ្នឹងសម្រាប់ប្រើអីសម្រាប់ទៅលើអាជីវកម្មរបស់យើងឬក៏ personal use យើងដាក់ personal use ចឹងណាយកលើគេនេះចុចលើ personal use បន្ទាប់មកវាឲ្យយើងអត់ពិបាកបំពេញអីទេបងប្អូនណាខាងលើនេះឲ្យវាយឈ្មោះហើយខាងក្រោមនេះ
last name នេះយើងវាយក៏បានមិនបាច់ក៏បាននេះគេដាក់ optional នេះកាលណាមានពាក្យថា optional ហើយបើគូកញ្ចក់ឲ្យ optional នេះយើងអាចវាយបញ្ចូលក៏បានពុំចាំបាច់វាយក៏បានអញ្ចឹងណាឥឡូវខ្ញុំបង្កើតនេះហើយនេះយើងវាយឈ្មោះយើងមកណាអញ្ចឹងពេលដែលយើងវាយឈ្មោះហើយយើងចុច next ណាបងប្អូនណា next វាឲ្យយើងជ្រើសរើសថ្ងៃខែឆ្នាំកំណើតវាយឲ្យត្រូវណាបងប្អូនវាយឲ្យត្រូវកុំបោកទេបើសិនជាយើងជ្រើសរើសបង្កើតសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនពិតប្រាកដគឺយើងវាយឲ្យត្រឹមត្រូវមកព្រោះថា Gmail នេះសំខាន់ណាយើងយកវាទៅប្រើប្រាស់ជាមួយនឹងធនាគារផងដែរគ្រប់ធនាគារក៏គេប្រើ Gmail ដែរណាប្រើប្រាស់ជាមួយ Gmail និង app បាទ app ផ្សេងទៀតព្រមទាំងបណ្ដាញសង្គមនានាជាច្រើនអញ្ចឹងបងប្អូនបង្កើតឲ្យត្រឹមត្រូវហើយចងចាំ password វាផងណាអញ្ចឹងខែយើងជ្រើសរើសមកត្រឹមត្រូវមកបងប្អូនកាលណាបើយើងវាយវាអត់បានត្រឹមត្រូវទេយើងមានបញ្ហាដល់ថ្ងៃក្រោយឧទាហរណ៍ថាយើងបង្កើត Gmail ហ្នឹងយកទៅបង្កើត YouTube account ឬក៏ Google Adsense ដើម្បីរកលុយប៉ុន្តែនៅពេលថ្ងៃខែឆ្នាំកំណើតវាខុសជាមួយនឹង passport របស់យើងវាខុសជាមួយនឹងតញ្ញាណប័ណ្ណរបស់យើងបើវាខុស passport របស់យើងខុសតញ្ញាណប័ណ្ណរបស់យើងពិបាកនៅក្នុងការស្នើសុំបើកលុយពី Google ណាបងប្អូនត្រូវចាំប៉ុណ្ណឹងហើយបងប្អូនមួយចំនួនអត់យល់ចេះតែបង្កើតហើយចេះតែដាក់ណាអត់ចេះតែដាក់ទេដាក់ឲ្យត្រឹមត្រូវណាហើយបងប្អូនណាជ្រើសរើស page ត្រឹមត្រូវហេតុអីបើខ្ញុំឲ្យបង្កើតឲ្យត្រឹមត្រូវពីព្រោះថាបើសិនជាយើងយកអា Gmail ហ្នឹងទៅប្រើ YouTube នៅពេលដែលយើងបានប្រាក់ចំណេញយើងត្រូវ verify Gmail យើងឲ្យត្រូវទៅនឹងលេខតញ្ញាណប័ណ្ណហើយនឹងកងធនាគារយើងទៀតកាលណាវាខុសគ្នាយើងបើកលុយមិនបានទេអញ្ចឹងប្រាប់នេះអូខេអញ្ចឹងយើងរើសមកចុច next បាទបន្ទាប់ពីចុច next ហើយវាឲ្យយើងជ្រើសរើសនេះអា Gmail ដែលយើងចង់បានវាបង្ហាញយើង2ខាងលើនេះតើយើងពេញចិត្តយកមួយណាពីលើនេះគេខ្ញុំវាយមួយឈ្មោះសុផាតអញ្ចឹងវាសុផាត141ហើយនេះឲ្យលេខចឹងមកអញ្ចឹងយើងយកមួយណានេះវា recommend យើងទេវា recommend យើងឲ្យយើងយកបើយើងចង់បានយើង select លើហ្នឹងណាហើយចុច next ប៉ុន្តែឈ្មោះទាំងអស់ហ្នឹងយើងអត់ចង់បានយើងចង់ទៅសេខ្លួនឯងវាស្អាតជាងហ្នឹងវា low ជាងហ្នឹងអញ្ចឹងណាអញ្ចឹងយើងជ្រើសរើសអាក្រុមហើយយើងសុកចិត្តទៅសេខ្លួនឯងវិញយើងអត់ចង់បានអ្វីដែលវាឲ្យចុច create ថ្មីបាទហើយយើងវាយមកយើងចង់បានអីឧទាហរណ៍ចង់បានសុផាតខ្ញុំធ្វើសុផាតនេះដាក់ទៅសុផាត @gmail.com អញ្ចឹងទៅបើឈ្មោះបងប្អូនដាក់ទៅបងប្អូនដាក់ឈ្មោះខ្លួនឯងកន្លែងហ្នឹងមកណាដាក់ឈ្មោះខ្លួនឯងកន្លែងហ្នឹងមកហើយចាំចុច next ណាបាទអញ្ចឹងខ្ញុំដាក់កន្លែងនេះខ្ញុំដាក់ព្រោះខ្ញុំបង្កើត Gmail មួយនេះសម្រាប់ធ្វើ YouTube បង្រៀនពីtechnology អញ្ចឹងណាបង្រៀនពីបច្ចេកវិទ្យាអញ្ចឹងអញ្ចឹងខ្ញុំដាក់ថាអូខេចឹងហើយយ៉ាដាក់ចេះក៏បានដែរអីតាមយើងស្រឡាញ់ណាចឹងណាហើយបងប្អូនស្រឡាញ់អីដាក់មកកន្លែងហ្នឹងស្រឡាញ់ហ្នឹងខ្ញុំដាក់ support system អញ្ចឹង @gmail.com អញ្ចឹងទៅហើយខ្ញុំចុច next ហើយបងប្អូនស្រឡាញ់អីបងប្អូនដាក់ឡើងមកណាចុច next ពេលចុច next វាឲ្យយើងវាយវាយ password ណាបើវាឲ្យបើអត់ឲ្យវាឲ្យយើងដូរឈ្មោះថ្មីអញ្ចឹងណាវាយ password ចូលអញ្ចឹងខ្ញុំវាយ password ត្រង់ឡើយ password នេះបងប្អូនត្រូវវាយបំពេញទាំងពីរដងណាបងប្អូនណាឃើញដាក់ password និង confirm នេះ confirm ពាក្យ confirm បញ្ជាក់ណាអញ្ចឹងបងប្អូនវាយ password នេះមកហើយ password នេះបងប្អូនត្រូវចងចាំខ្លួនឯងអត់ឲ្យនរណាឃើញទេណា
អត់ឲ្យណាឃើញទេវាយមិនកត់ត្រាទុកអូខេកត់ត្រាទុកណាបងប្អូនណានេះខ្ញុំអត់ឲ្យបងប្អូនឃើញទេព្រោះកន្លែងហ្នឹងវាសំខាន់ណាបន្ទាប់ពីវាយ password ហើយ password 2ហ្នឹងវាយដូចគ្នាណាបងប្អូនបើខាងលើដាក់អីខាងក្រោមដាក់អញ្ចឹងណាបញ្ជាក់ម្ដងទៀតកន្លែងនេះវាយឲ្យត្រូវកត់ទុកបងប្អូនត្រូវកត់ត្រាទុកណាហើយគេចុច next បន្ទាប់ពី next វាតម្រូវឲ្យយើងបញ្ចូលលេខទូរស័ព្ទត្រង់កន្លែងបញ្ចូលលេខទូរស័ព្ទនេះបងប្អូនត្រូវតែបញ្ចូលណាដើម្បីអីការពារថ្ងៃក្រោយយើងបាត់អា email ហ្នឹងយើងភ្លេច password email ហ្នឹងបើបងប្អូនភ្លេច password email ហ្នឹងបងប្អូនចុច forget password ទៅវាផ្ញើកូដចូលមកក្នុងទូរស័ព្ទយើងវាលុយកន្លែងនេះតែបើមិនសិនជាបងប្អូនអត់បាននេះទេណាបងប្អូនអត់បានដាក់លេខបញ្ចូលបងប្អូនបានអី verify បាទហើយក៏វាអត់ឲ្យបង្កើតដែរអញ្ចឹងខ្ញុំវាយលេខបញ្ចូលអានេះយើងវាយលេខយើងមកហើយបើយើងមានទង់ជាតិនៅខាងក្រោយនេះវាមាន855អញ្ចឹងហើយណា855អញ្ចឹងហើយបងប្អូនមិនបាច់ចាំវាយលេខ0ទៀតទេវាយតែលេខបាល់នេះលេខទូរស័ព្ទយកមកឧទាហរណ៍012អញ្ចឹងវាយលេខ12យកមកណាវាយលេខយកមកមិនបាច់វាយ0ទៀតទេហើយចុច next ពេលតែចុច next យើងទៅរងចាំសារលោតចូលក្នុងទូរស័ព្ទនេះវាផ្ញើសារចូលលេខហ្នឹងណាវាផ្ញើសារចូលលេខហ្នឹងឲ្យយើងណាអូខេចុចចាំបន្តិចខ្ញុំចុចអានេះឲ្យមើលព្រោះតាមគិតការបង្កើត email ស្រួលណាស់ស្រួលមែនទែនស្រួលពីបកជ័យអញ្ចឹងក៏ប៉ុន្តែបើមិនធ្វើវីដេអូបង្ហាញបងប្អូននេះពេលខ្លះបងប្អូនអត់ចាប់អារម្មណ៍ទៅលើវាដោយសារវាស្រួលពេកអត់យកចិត្តទុកដាក់ទៅលើវាដល់ពេលអញ្ចឹងទៅចេះតែបាត់ Facebook ចេះតែបាត់ Telegram ចេះតែបាត់នេះចេះតែបាត់ account នេះចេះបាត់ account នោះហើយមិនយើងបាត់បើយើងបាត់ Gmail ហើយអញ្ចឹងសំខាន់ផុត Gmail ហ្នឹងហើយលេខទូរស័ព្ទហ្នឹងសំខាន់អាពីរហ្នឹងអូខេចុះឥឡូវចុច next មកណាហើយបងប្អូនវាចេញអញ្ចឹងយើងវាយអាសារផ្ញើមកនេះទៅហ្នឹងចូលណាអញ្ចឹងយើងមកយើងទៅមើលសារដែលផ្ញើចូលលេខដែលយើងដាក់ហ្នឹងណាបងប្អូនណាសារដែលយើងដាក់នេះចូលលេខហ្នឹងហើយយើងយកមកវាយមកជាការស្រេចហ្នឹងណាអាហ្នឹងរបស់យើង 100% ហើយអូខេចុះផ្ញើមកហើយបើមិនដឹង856807 85អីណាទេ85 86សោះ07 85 8607ហ៎ចឹងមកយើងចុច next ញ៉ាលេខនេះដែលវាផ្ញើចូលទូរស័ព្ទហ្នឹងចុច next មកចប់វាឲ្យយើងវាយaddress email ផ្សេងទៀតដែលយើងមានបើសិនជាយើងមាន email ណាផ្សេងទៀតយើងវាយបញ្ចូលទៅដើម្បី recover email មួយហ្នឹងការពី email នឹងខូចយើងទៅបើក email នោះអាចរកឃើញដែរអញ្ចឹងតែបើយើងអត់យើង skip សិនមកណាចុច skip សិនមកនេះចុច skip skip បាទ skip ហើយនេះវាឲ្យនេះ Gmail យើងមិញនេះបងប្អូន Gmail ដែលយើងបង្កើតមិញនេះណាអូខេប៉ុណ្ណឹងជាការស្រេចហើយអត់លំបាកអីទេអូខេអញ្ចឹងបងប្អូនជាការស្រេចណាបងប្អូនណានេះវីដេអូរបៀបបង្កើត email អញ្ចឹងអ្វីដែលបងប្អូនចងចាំណាអ្វីដែលបងប្អូនចងចាំទី1 email ដែលយើងបង្កើតនេះកត់អានេះទុកណាកត់អានេះទុកទី1ទី2 password ដែលបងប្អូនដាក់ដែលខ្ញុំប្រាប់មុននោះប្រាប់ password នឹង confirm នោះដែលខ្ញុំអត់បង្ហាញនោះ copy ទុកណាសេទុកវាគៀនណាឲ្យបានច្បាស់លាស់ទី2ហើយទី3នឹងលេខទូរស័ព្ទរបស់យើងអូខេឥឡូវហើយយើងចុច next មកនេះវាពេលចុច next ហើយបងប្អូនប៉ុណ្ណឹងយើងមិនបិទចោលទេកាលណាបិទចោល account នោះបង្កើតអត់បានជោគជ័យទេណាបញ្ចប់ហើយយើងត្រូវមើលនេះមើល policy version មើលអត់ទៅចុចវាសិនមកណាវាច្រើនពេកជិលអានអញ្ចឹងមកហើយវាសួរយើង agree ឬអត់ agree បើយើង cancel បង្កើតក៏អត់បានដែរវាអត់ឲ្យប្រើទេ email ហ្នឹងអញ្ចឹងយើង agree ណា I agree អាហ្នឹងបានហ្នឹង automatic 100%ហ៎អូខេ
nè bây là dương bao email màu á vì trình chẳng hạn nè dương cho Gmail dương mới dương một cả hơi này Gmail đấy Gmail là này inbox compose dương nhà mà bàn đấy em việc free dương đọc làm chi các bài đấy ấy bằng ôn và cả thấy thay mày chẳng bằng ôn đặt rụt đại mà nè đặt rụt thọt anh đi màu đặt shoot mà thế nhé đặt rụt thọt do dương nó shoot mà cái bảo dưỡng nèแล้วខ្ញុំដាក់រូបខ្ញុំមួយ shoot នេះចុចទៅនេះមកចុចហ្នឹងអានេះវា upload ហ្មងទៅចូលមាន account បាទនេះណារូបវាឲ្យវាអត់ទៅលុយអញ្ចឹង upload ទៅព្រោះយើងចង់លុយនេះរកមើលណារូបរបស់យើងដាក់រូបនេះthôi chấn chân sẽ đi rồi chống plon chân màu thùng tí đầm bề ruột khuyên chụp bá dạ next set profile picture sale và ok chân để ở cái bài bot pin lẹ nãy về co về chân màu về lỗ hồi và ok những bàn này nè ruột những bàn trời ấy màu này ruột cái này là màu ok chẳng bàn này bàn chỉ mềm mùi ok chăm video có thôi vì được biết một cái YouTube ban tâm trao tiện